សូមគោរពជំរាបសួរនាងកញ្ញាលោកស្រីប្រិយមិត្តជាទីមេត្រីនេះជាកម្មវិធីផ្សាយព្រឹត្តិការណ៍សំខាន់ប្រចាំថ្ងៃសម្រាប់ថ្ងៃប្រហ័សទី13ខែមីនាឆ្នាំ2025នេះព័ត៌មានសំខាន់ប្រចាំថ្ងៃមានដូចតទៅប្រជាជនបារាំងជាង 70% ភ័យខ្លាចថាសង្គ្រាមនៅអ៊ុយក្រែនអាចនឹងគំរាមកំហែងដល់ប្រទេសជិតខាងផ្សេងទៀតជាប់រុស្ស៊ីប្រទេសចំនួន15កំពុងស្វែងរកការធានាសន្តិសុខសម្រាប់អ៊ុយក្រែនម៉ាក្រុងប្រធានាធិបតីបារាំងក៏ប្រជុំកំពូលមេទ័ពអឺរ៉ុប NATO សិក្សាពីការបញ្ជូនទ័ពអឺរ៉ុបទៅអ៊ុយក្រែនលោកត្រាំប្រមានថាបារុស្ស៊ីច្រានចោលសំណើបទឈប់បាញ់ពីជំនួបអាមេរិកអ៊ុយក្រែនគឺរុស្ស៊ីនឹងរងទណ្ឌកម្មបន្ថែមទៀតយោងតាមសេចក្តីរាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន Freedom បានឲ្យដឹងថាប្រជាជនបារាំងជាង 70% មានការព្រួយបារម្ភថាសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនអាចនឹងគំរាមកំហែងដល់ប្រទេសផ្សេងទៀតដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ីលំដាប់តទៅនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាយោងតាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយដោយសារព័ត៌មាន Freedom បានឲ្យដឹងថាប្រជាជនបារាំងជាង 70% មានការព្រួយបារម្ភថាសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនអាចនឹងគំរាមកំហែងដល់ប្រទេសផ្សេងទៀតដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ីទាំងនេះគឺជាលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ ILEP ដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ BFM TV 77% នៃអ្នកឆ្លើយតបបានលើកឡើងថាពួកគេព្រួយបារម្ភអំពីហានិភ័យដែលសង្គ្រាមអាចគំរាមកំហែងដល់ប្រទេសជិតខាងផ្សេងទៀតរបស់រុស្ស៊ីខណៈ 23% ភ័យខ្លាចថាសង្គ្រាមអាចប៉ះពាល់ផ្ទាល់ដល់ប្រទេសបារាំងប្រជាជនបារាំងស្ទើរតែ 60% យល់ស្របថាប្រទេសបារាំងក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរអាចទទួលយកការការពារប្រទេសជិតខាងអឺរ៉ុបរបស់ខ្លួនជាមួយនឹងឆ័ត្រនុយក្លេអ៊ែរបន្ទាប់ពីប្រធានាធិបតីអេម៉ានូអែលម៉ាក្រុងបានបញ្ចេញសំណើបែបនេះការស្ទង់មតិដែលបានធ្វើឡើងនៅដើមខែមីនាបន្ទាប់ពីមានចំនួនពាក្យសម្ដីរវាងលោកប្រធានាធិបតីអ៊ុយក្រែននិងមេដឹកនាំសហរដ្ឋអាមេរិកដូណាល់ត្រាំនៅសេតវិមានបានបង្ហាញថាប្រជាជនបារាំងចំនួន 64% ពេញចិត្តក្នុងការបន្តចំហគាំទ្រអ៊ុយក្រែនហើយ 67% ពេញចិត្តក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែនជាមួយគ្នានេះស្ទើរតែ 3/4 នៃជនជាតិបារាំងក៏បានលើកឡើងថាពួកគេយល់ថាសហរដ្ឋអាមេរិកមិនមែនជាសម្ព័ន្ធមិត្តទៀតទេនាងកញ្ញាលោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំងលោកសេបាស្ទៀងលើកូនុយបានលើកឡើងថាប្រទេសចំនួន15មានការចាប់អារម្មណ៍និងកំពុងសិក្សាគ្នាក្នុងការផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនលំដាប់តទៅនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដារដ្ឋមន្ត្រីការពារជាតិបារាំងលោកសេបាស្ទៀងលើកូនុយបានលើកឡើងថាប្រទេសចំនួន15មានការចាប់អារម្មណ៍និងកំពុងពិភាក្សាគ្នាក្នុងការផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីសជាមួយរដ្ឋមន្ត្រីការពារជាតិនៃចក្រភពអង់គ្លេសអាល្លឺម៉ង់បារាំងប៉ូឡូញនិងអ៊ីតាលីដែលលោកបានធ្វើជាប្រធាននៃជំនួបនេះយោងតាមលោកលើកូនុយបានឲ្យដឹងថាការធានាសុវត្ថិភាពពិតប្រាកដនៅទីនេះនឹងក្លាយជាជំនួយដែលយើងអាចផ្ដល់ឲ្យដល់កងទ័ពអ៊ុយក្រែនទន្ទឹមនឹងនេះលោកក៏បានអះអាងថាយើងក៏ត្រូវគិតអំពីបញ្ហាសន្តិសុខនៅសមុទ្រខ្មៅរោងចក្រថាមពលនុយក្លេអ៊ែរនៅអ៊ុយក្រែនហើយយើងនឹងត្រូវចាប់ផ្ដើមគិតអំពីការបែងចែកការទទួលខុសត្រូវទាំងនេះផងដែរបច្ចុប្បន្ននេះអឺរ៉ុបកំពុងស្វែងរកគំនិតផ្ដួចផ្ដើមសន្តិភាពរបស់ខ្លួនរួមទាំងការពិភាក្សាលើការដាក់ពង្រាយកងកម្លាំងសន្តិសុខអន្តរជាតិដើម្បីធានាការអនុលោមតាមបទឈប់បាញ់ដែលមានសក្តានុពលណាមួយដោយប្រធានាធិបតីបារាំងអេម៉ានូអែលម៉ាក្រុងនិងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ត្រូវបានគេមើលឃើញថាកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសម្ព័ន្ធនៃឆន្ទៈដើម្បីអនុវត្តបទឈប់បាញ់នៅអ៊ុយក្រែននាពេលអនាគតគួរឲ្យដឹងផងដែរថាប្រទេសមួយចំនួននៅអឺរ៉ុបបានថ្កោលទោសចំពោះសហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងដាក់សម្ពាធអ៊ុយក្រែនឲ្យចូលទៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានគេមើលឃើញថាជាការបំបិទមាត់ភាគីរងគ្រោះបន្ទាប់ពីសហរដ្ឋអាមេរិកបានអះអាងថាទីក្រុងគៀវទំនងជាមិនអាចក្លាយជាសមាជិក NATO មិនអាចដណ្ដើមយកទឹកដីដែលបានបាត់បង់ក្នុងអំឡុងសង្គ្រាមទាំងអស់ជាមួយរុស្ស៊ីព្រមទាំងមិនអាចទទួលបានការធានាសន្តិសុខជាផ្លូវការផងដែរនាងកញ្ញាលោកស្រីថ្មីនេះប្រធានាធិបតីបារាំងម៉ាក្រុងក៏ប្រជុំរៀបចំកំពូលមេដឹកនាំអឺរ៉ុបដើម្បីសិក្សាអំពីការបញ្ជូនទ័ពអឺរ៉ុបទៅអ៊ុយក្រែនខណៈដែលកិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត
សម្រាប់ការរៀបចំនៅកិច្ចពិភាក្សាស្ដីពីសន្តិភាពនៅអ៊ុយក្រែននេះត្រូវបានគេដឹងថាមេដឹកនាំបារាំងបានធ្វើជាម្ចាស់ផ្ទះនិងជាអធិបតីនៃកិច្ចប្រជុំនេះដែលមានការចូលរួមពីមេដឹកនាំកម្ពុជានៃប្រទេស30និងប្រទេសជាសមាជិកនៃអង្គការយោធា NATO ផងដែរសូមស្ដាប់សេចក្តីរាយការណ៍ដូចតទៅនេះប្រធានាធិបតីបារាំងម៉ាក់ក្រុងកោះប្រជុំកម្ពុជាមេដឹកនាំអឺរ៉ុបដើម្បីសិក្សាអំពីការបញ្ជូនទ័ពអឺរ៉ុបទៅអ៊ុយក្រែនគណៈការចរចាដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចាប់ផ្ដើមនៅលើទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euranews បានឲ្យដឹងថាប្រធានាធិបតីបារាំងអ៊ីម៉ានូអែលម៉ាក្រុងបានធ្វើជាម្ចាស់ផ្ទះនិងជាអធិបតីនៃកិច្ចប្រជុំមួយនៅទីក្រុងប៉ារីសគឺនៅថ្ងៃអង្គារទី11មីនានេះជាមួយនឹងមេទ័ពកម្ពុជាមកពីប្រទេស30និងប្រទេសនៃសមាជិកអង្គការយោធា NATO ដែលក្នុងនោះមានចក្រភពអង់គ្លេសក៏មានប្រទេសទូគីផងដែរកិច្ចពិភាក្សាអំពីការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែននៅពេលដែលអ៊ុយក្រែនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងរុស្ស៊ីប្រភពមួយទៀតគឺ RFI បានឲ្យដឹងថាលោកប្រធានាធិបតីម៉ាក្រុងបានថ្លែងទៅកាន់កិច្ចប្រជុំជាមួយនឹងមេទ័ពកម្ពុជារបស់អឺរ៉ុបដែលត្រូវមើលឃើញថាកិច្ចប្រជុំនេះស្ថិតក្នុងស្ថានភាពសម្របសម្រួលដ៏តឹងតែងជាមួយនឹងបញ្ជាការកណ្ដាលនៃអង្គការយោធា NATO យោងតាមប្រភពព័ត៌មាន RFI វិទ្យុបារាំងអន្តរជាតិគឺជាង3ឆ្នាំហើយចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែនជិតខាងនេះអឺរ៉ុបបានបង្កើនកម្លាំងការពារជាតិរបស់ខ្លួនដើម្បីជួយទប់កម្លាំងកងទ័ពនៃប្រទេសអ៊ុយក្រែនទប់ទល់នឹងសង្គ្រាមរបស់រុស្ស៊ីជាមួយនឹងអឺរ៉ុបបញ្ចេញជំនួយយ៉ាងសម្បើមទៅឲ្យអ៊ុយក្រែនប៉ុន្តែនៅពេលនេះជំនួបរបស់លោកម៉ាក្រុងប្រធានាធិបតីបារាំងជាមួយនឹងមេទ័ពកម្ពុជារបស់អឺរ៉ុបក៏ធ្វើឡើងដើម្បីបញ្ជាក់អំពីលោកម៉ាក្រុងស្វែងរកមតិយោបល់ពីមេទ័ពកម្ពុជានៅអឺរ៉ុបព្រោះតែសហរដ្ឋអាមេរិកកំពុងតែដើរចេញពីការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអង្គការយោធា NATO អាត្លង់តិកខាងជើងនេះបើយោងតាមប្រភពសារព័ត៌មាន Euranews យោងតាមប្រភពដដែលនេះកិច្ចប្រជុំរបស់លោកម៉ាក្រុងជាមួយនឹងមេទ័ពកម្ពុជាអឺរ៉ុបនេះក៏ធ្វើឡើងចំពេលដែរប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសពីការផ្អាកជំនួយយោធានិងផ្អាកការចែកចាយប្រភពចារកម្មព័ត៌មានទៅឲ្យអ៊ុយក្រែនដែលជាការបង្ខំឲ្យប្រទេសនៅអឺរ៉ុបរត់រះដើម្បីប្រើប្រាស់យុទ្ធសាស្ត្រសន្តិសុខសម្រាប់ខ្លួនឯងនិងសម្រាប់អ៊ុយក្រែនលោក Donald Trump ក៏បានរំលឹកឡើងវិញផងដែរអំពីលោកបានភ្ជាប់ទំនាក់ទំនងជាមួយនឹងសមាភិកីរុស្ស៊ី Vladimir Putin ប៉ុន្តែលោក Donald Trump តែងតែបើកការវាយប្រហារទៅលើ Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែននេះការធ្វើឲ្យមានការព្រួយបារម្ភសម្រាប់ទីក្រុងគីវដែលអ្នកសង្កេតការណ៍មើលឃើញថាលោក Donald Trump កំពុងតែបំបាក់ស្មារតីរបស់ប្រជាជនអ៊ុយក្រែនដែលលោក Donald Trump បាននិយាយថាអ៊ុយក្រែនគ្មានស្លឹកបៀនលេងនៅក្នុងដៃនោះទេហើយអ៊ុយក្រែនធ្វើសង្គ្រាមមិនឈ្នះរុស្ស៊ីនោះទេបើទោះជាសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយយ៉ាងណាទៅឲ្យអ៊ុយក្រែនក៏ដោយនោះការព្រួយបារម្ភនេះហើយដែលនាំឲ្យមេដឹកនាំអឺរ៉ុបសម្ព័ន្ធភាពអឺរ៉ុបយល់ថាមេដឹកនាំអាមេរិករូបនេះកំពុងតែព្យាយាមបង្ខំឲ្យអ៊ុយក្រែនទទួលយកសន្តិភាពដែលទម្លាក់ចុះពីទីក្រុងមូស្គូដោយសន្តិភាពនេះអ៊ុយក្រែនមិនទទួលបានយុត្តិធម៌ដូចទីប្រសិនបើកិច្ចព្រមព្រៀងណាមួយចាប់បង្ខំអ៊ុយក្រែនដូចនេះនៅថ្ងៃអង្គារនេះកិច្ចចរចារវាងពួកមន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីនៃប្រទេសអ៊ុយក្រែនប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលត្រូវបានប្រភពព័ត៌មានជាច្រើនចុះផ្សាយថាក្នុងជំនួបនេះអ៊ុយក្រែនលើកឡើងអំពីសំណើសុំឲ្យមានការប្រយុទ្ធគ្នាជាមួយនឹងរុស្ស៊ីនៅលើលំហអាកាសនិងនៅលើលំហសមុទ្រនេះបើយោងតាមការអះអាងរបស់មន្ត្រីអ៊ុយក្រែនម្នាក់ប៉ុន្តែជាមួយគ្នានេះក៏គេមើលឃើញអំពីមេដឹកនាំអឺរ៉ុបបានសម្រេចបង្កើតក្រុមចម្រុះសុឆន្ទៈមួយដើម្បីអ៊ុយក្រែនលោកម៉ាក្រុងនិងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានកំពុងតែដឹកនាំកិច្ចប្រឹងប្រែងដើម្បីបង្កើតក្រុមចម្រុះសុឆន្ទៈមួយ
គឺក្រុមនេះត្រូវចូលរួមចំណែកក្នុងការខ្លំមើលបាត់ឈប់បាញ់គ្នានៅលើទឹកដីនៃប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុនប្រធានាធិបតីបារាំងលោកម៉ាក្រុងបាននិយាយថាកងទ័ពអឺរ៉ុបណាមួយនៅក្នុងប្រទេសអ៊ុយក្រែនគួរតែត្រូវបានដាក់ពង្រាយនៅពេលដែលសន្តិភាពសម្រាប់អ៊ុយក្រែនត្រូវចុះហត្ថលេខាគឺដាក់ពង្រាយកងទ័ពដើម្បីធានាឲ្យបានពេញលេញនៅការអនុវត្តបទឈប់បាញ់គ្នាក្រុមរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសអឺរ៉ុបដែលមានសក្តានុពលផ្នែកកងទ័ពចំនួន5ប្រទេសមានបារាំងមានអង់គ្លេសមានអាល្លឺម៉ង់អ៊ីតាលីនិងប៉ូឡូញត្រូវជួបគ្នានៅទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃពុធក្នុងសប្តាហ៍នេះគឺនៅថ្ងៃទី12មិនិនាកិច្ចចរចានោះគឺផ្ដោតទៅលើការពង្រឹងកម្លាំងសព្វាវុធជាចាំបាច់ដើម្បីអឺរ៉ុបនិងការគ្រប់គ្រងផ្នែកយោធាសម្រាប់ប្រទេសអ៊ុយក្រែននេះបើយោងតាមក្រុមជំនួយការក្រសួងការពារជាតិបារាំងដែលបានបញ្ជាក់ដូចនេះលោកនាយករដ្ឋមន្ត្រី Keir Starmer ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកាលពីថ្ងៃសៅរ៍សប្តាហ៍មុខនេះជាមួយនឹងមេដឹកនាំនៃបណ្ដាប្រទេសអឺរ៉ុបនោះលោក Keir Starmer ជាអ្នកគូសវាសផែនការដើម្បីអនុវត្តបទឈប់បាញ់គ្នាដែលមានលោកម៉ាក្រុងចូលរួមផងដែរប៉ុន្តែនៅពេលនេះអឺរ៉ុបកំពុងក្លាយជាការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតសេចក្តីសម្រេចរបស់លោកម៉ាក្រុងដែលរៀបចំកិច្ចប្រជុំមេតបកម្ពុជារបស់អឺរ៉ុបនេះត្រូវគេមើលឃើញថាជាទស្សនៈមួយរបស់លោកម៉ាក្រុងដើម្បីពង្រឹងនិងរៀបចំយុទ្ធសាស្ត្រការពារជាតិសម្រាប់អឺរ៉ុបឯករាជ្យមួយដោយខ្លួនឯងសេចក្តីថ្លែងការណ៍កាលពីថ្មីនេះរបស់លោកម៉ាក្រុងបានបញ្ជាក់អំពីសេចក្តីត្រូវការចាំបាច់សម្រាប់អឺរ៉ុបដែលត្រូវរៀបចំខ្លួនឯងហើយព្រោះថាទស្សនវិជ្ជាភូមិសាស្ត្រនយោបាយនៅអឺរ៉ុបកំពុងតែប្រែប្រួលលោកម៉ាក្រុងបញ្ជាក់ថាប្រទេសបារាំងត្រូវតែរៀបចំដើម្បីបង្កើននៅកម្លាំងរូបមួយប្រសិនបើសហរដ្ឋអាមេរិកសម្រេចដកថយការគ្រប់គ្រងការពារសន្តិសុខសម្រាប់អឺរ៉ុបនោះការបដិញ្ញាចិត្តរបស់ប្រទេសបារាំងនេះត្រូវបានមើលឃើញថាជាផែនការមហិច្ឆតាដ៏ធំមួយរបស់សហភាពអឺរ៉ុបដើម្បីពង្រឹងវិស័យការពារជាតិអឺរ៉ុបជាមួយនឹងការបញ្ចេញថវិកាការពារជាតិយ៉ាងសម្បើមនៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៃមេដឹកនាំអឺរ៉ុបនៅទីក្រុងប្រ៊ុយសែលប្រទេសបែលហ្សិកកាលពីសប្តាហ៍មុននេះមេដឹកនាំអឺរ៉ុបបានសម្រេចដាក់ផែនការក្នុងកញ្ចប់សន្តិសុខសម្រាប់អឺរ៉ុបដល់ទៅ$867,000 លានសហរដ្ឋអាមេរិកប៉ុន្តែផែនការនៃការដាក់ពង្រាយកងកម្លាំងអឺរ៉ុបនេះទីក្រុងមូស្គូបានច្រានចោលរួចស្រេចទៅហើយថានឹងមិនអាចទទួលយកបានទេព្រោះកម្លាំងអឺរ៉ុបនេះវាមិនខុសអីនឹងកម្លាំងទ័ព NATO នោះទេផែនការរបស់អឺរ៉ុបដែលបញ្ជូនទ័ពរបស់ខ្លួនទៅរក្សាសន្តិភាពសម្រាប់អ៊ុយក្រែននេះគោលដៅរបស់អឺរ៉ុបគឺការពារអ៊ុយក្រែនឲ្យបានរឹងមាំមិនត្រូវបានរុស្ស៊ីឈ្លានពានជាថ្មីម្ដងទៀតនោះទេប្រសិនបើអ៊ុយក្រែនបិទបញ្ចប់សង្គ្រាមជាមួយនឹងការឈ្លានពានពីសំណាក់ទីក្រុងមូស្គូនាងកញ្ញាលោកស្រីប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានប្រមានថាបារុស្ស៊ីច្រានចោលសំណើបទឈប់បាញ់រយៈពេល1ខែដែលចេញពីលទ្ធផលចរចារវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែននោះរុស្ស៊ីប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតលោកត្រាំបានបន្តលើកឡើងថាឥឡូវនេះវាអាស្រ័យនៅលើរុស្ស៊ីទេខណៈលោកត្រាំបានទទូចឲ្យលោកពូទីនយល់ព្រមទទួលយកសំណើបទឈប់បាញ់ដែលស្នើឡើងដោយសហរដ្ឋអាមេរិកនិងអ៊ុយក្រែនសូមស្ដាប់សេចក្តីរាយការណ៍ដូចតទៅនេះប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំប្រមានថាបើរុស្ស៊ីច្រានចោលសំណើបទឈប់បាញ់គ្នារយៈពេល1ខែដែលចេញពីលទ្ធផលនៃកិច្ចចរចាអាមេរិកនិងអ៊ុយក្រែនរុស្ស៊ីប្រឈមមុខនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានថ្លែងស្វាគមន៍កិច្ចព្រមព្រៀងដែលធ្វើឡើងចេញពីជំនួបចរចារវាងគណៈប្រតិភូសហរដ្ឋអាមេរិកនិងគណៈប្រតិភូនៃប្រទេសអ៊ុយក្រែនដែលស្នើឲ្យមានបទឈប់បាញ់គ្នារយៈពេល30ថ្ងៃជំនួបនេះធ្វើឡើងនៅលើទឹកដីប្រទេសអារ៉ាប់ប៊ីសាអូនេះដែលចាត់ទុកថាជាជំហានដ៏មានសារៈសំខាន់ដើម្បីឆ្ពោះទៅរកបទឈប់បាញ់គ្នាជាស្ថាពរហើយបិទបញ្ចប់សង្គ្រាមប្រសិនបើភាគីរុស្ស៊ីទទួលយកបាននោះថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតាវីមីនបន្ទាប់ពី
មានការប្រកាសលទ្ធផលចេញពីទីក្រុងជីដាននៃប្រទេសអារ៉ាប់សាអូឌីតចេញពីជំនួបសហរដ្ឋអាមេរិកនិងអ៊ុយក្រែននោះលោកដូណាល់ត្រាំបាននិយាយថាឥឡូវនេះវាអាស្រ័យទៅលើរុស្ស៊ីទេលោកទទូចដល់ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនឲ្យទទួលយកយុទ្ធសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិកនិងអ៊ុយក្រែននេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងនេះថានៅពេលនេះយើងកំពុងតែធ្វើដំណើរទៅរុស្ស៊ីហើយយើងសង្ឃឹមថាប្រធានាធិបតីវ្លាឌីមៀពូទីននឹងយល់ព្រមតាមសំណើឲ្យមានបទឈប់បាញ់គ្នានេះយើងអាចទទួលបាននៅបទឈប់បាញ់គ្នានេះតែរុស្ស៊ីត្រូវតែធ្វើសេចក្តីសម្រេចចិត្តជាវិជ្ជមានព្រោះវាបង្ហាញអំពីផ្លូវដើរឆ្ពោះទៅរកការបិទបញ្ចប់សង្គ្រាមតែប្រសិនបើរុស្ស៊ីបដិសេធច្រានចោលសំណើនេះសង្គ្រាមនៅតែបន្តជីវិតមនុស្សរាប់ម៉ឺនអ្នកនៅតែបាត់បង់ដោយសារសង្គ្រាមលោកត្រាំបញ្ជាក់ថាមន្ត្រីសហរដ្ឋអាមេរិកនឹងជួបតំណាងរបស់រុស្ស៊ីនៅប្រមាណថ្ងៃទៀតនេះដើម្បីពិភាក្សាអំពីសំណើបទឈប់បាញ់គ្នានេះលោកបានបញ្ជាក់ទៀតថាលោករំពឹងថាលោកនឹងនិយាយទៅកាន់លោកពូទីនក្នុងចុងសប្តាហ៍នេះដើម្បីបញ្ជាក់អំពីអ្វីដែលភាគីទាំងពីររុស្ស៊ីនិងអាមេរិកត្រូវធ្វើដំណើររួមគ្នាទៅមុខទៀតលោកដូណាល់ត្រាំមិនភ្លេចទេគម្រាមបន្ថែមទណ្ឌកម្មទៀតទៅលើរុស្ស៊ីបើរុស្ស៊ីច្រានចោលសំណើបទឈប់បាញ់គ្នាដែលចេញពីជំនួបអាមេរិកនិងអ៊ុយក្រែននេះជាមួយគ្រានេះសមាជិកព្រឹទ្ធសភា Lindsey Graham ក៏បានសរសើរដល់សេចក្តីសម្រេចរបស់អ៊ុយក្រែនដែលព្រមទទួលយកសំណើបទឈប់បាញ់គ្នានេះសមាជិកព្រឹទ្ធសភាសាទរទូនាទីរបស់រដ្ឋាភិបាលលោកដូណាល់ត្រាំដែលសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងដំណាក់កាលដំបូងនេះលោកថាក្នុងឋានៈជាប្រតិភិអាមេរិកមើលឃើញសំណើរយៈពេល30ថ្ងៃនៃការអនុវត្តបទឈប់បាញ់គ្នាធ្វើឡើងដោយរដ្ឋាភិបាលរបស់លោកដូណាល់ត្រាំទទួលយកដោយអ៊ុយក្រែននេះគឺជារឿងវិជ្ជមានឆ្ពោះទៅការចរចាហើយលោកសង្ឃឹមថាភាគីរបស់រុស្ស៊ីនឹងទទួលយកបានតែផ្ទុយទៅវិញបើភាគីរបស់រុស្ស៊ីច្រានចោលគឺអាមេរិកត្រូវតែដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតទៅលើរុស្ស៊ីជាមួយគ្រានេះសមាជិកប្រតិភិអាមេរិករូបនេះបាននិយាយថាអាមេរិកនឹងបន្ថែមទណ្ឌកម្មទៀតទៅលើរុស្ស៊ីច្រើនមុខថែមទៀតហើយគៀកងកម្លាំងដើម្បីដាក់ទណ្ឌកម្មទៀតទៅលើរុស្ស៊ីបើរុស្ស៊ីច្រានចោលសំណើដូចនេះតែក្នុងនោះលោកបញ្ជាក់ថាទណ្ឌកម្មមានច្រើនយ៉ាងមានទម្ងន់ថែមទៀតទៅលើរុស្ស៊ីដែលក្នុងនោះមានការបន្ថែមទណ្ឌកម្មទៅលើឧស្សាហកម្មប្រេងឧស្ម័នរបស់រុស្ស៊ីថែមទៀតប្រធានាធិបតីដូណាល់ត្រាំបានប្រាប់អ្នកសារព័ត៌មានថាប្រធានាធិបតីអ៊ុយក្រែនវ៉ូឡូឌីមៀ សេឡិនស្គីត្រូវបានស្វាគមន៍ការត្រឡប់មកវិញរបស់លោកសេឡិនស្គីទៅសេតវិមានបន្ទាប់ពីមានការតានតឹងគ្នាទំនាស់ពាក្យសម្ដីគ្នាកាលពីថ្ងៃទី28កុម្ភៈនៅឯសេតវិមានរវាងលោកត្រាំលោកជេឌីវ៉ានអនុប្រធានាធិបតីរបស់លោកជាមួយនឹងលោកសេឡិនស្គីទំនាស់ពាក្យសម្ដីនេះហើយដែលនាំឲ្យលោកដូណាល់ត្រាំស្នើលោកសេឡិនស្គីចាក់ចេញពីសេតវិមានជាបន្ទាន់តែសូមជម្រាបថាបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអ៊ុយក្រែន Ramstem Omiro បានបញ្ជាក់អំពីលទ្ធផលយ៉ាងតិចចំនួន5ចំណុចដែលចេញពីកិច្ចចរចាអាមេរិកនិងអ៊ុយក្រែននៅលើទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតដែលមានដូចតទៅនេះភាគីទាំងពីរយល់ព្រមឲ្យមានការបន្តជំនួយសន្តិសុខសម្រាប់អ៊ុយក្រែនឡើងវិញដែលក្នុងនោះមានទាំងការផ្ដល់ការចែកចាយប្រព័ន្ធព័ត៌មានសម្ងាត់សម្រាប់អ៊ុយក្រែនឡើងវិញដែលសហរដ្ឋអាមេរិកបានសម្រេចព្យួរជំនួយយោធានិងព្យួរការចែកចាយព័ត៌មានសម្ងាត់សម្រាប់អ៊ុយក្រែនរយៈពេលប្រមាណថ្ងៃមុខនេះដែលនាំឲ្យរុស្ស៊ីមានសមត្ថភាពក្នុងការវាយប្រហារចំគោលដៅជាច្រើនទៅលើភាគីរបស់អ៊ុយក្រែនជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកព្យួរការផ្ដល់ព័ត៌មានសម្ងាត់តាមផ្កាយរណបយោធារបស់អាមេរិកទៅឲ្យអ៊ុយក្រែនរុស្ស៊ីបើកការវាយប្រហារចំគោលដៅជាច្រើនទៅលើទីតាំងភាគីរបស់អ៊ុយក្រែនតែលើនេះសហរដ្ឋអាមេរិកព្រមផ្ដល់ជំនួយសន្តិសុខសម្រាប់អ៊ុយក្រែនឡើងវិញហើយនេះជាលទ្ធផលមួយផងដែរលទ្ធផលទី2ដែលចេញពីជំនួបនេះគឺភាគីទាំងពីរព្រមឲ្យមានបទឈប់បាញ់គ្នារយៈពេល30ថ្ងៃតែគេប្រើពាក្យថាជាបណ្ដោះអាសន្ននៅក្នុងបទឈប់បាញ់គ្នារយៈពេល30ថ្ងៃជាបណ្ដោះអាសន្ននោះគឺជាការធ្វើតេស្តភាគីច្បាំងគ្នាទាំងពីរថាតើអនុវត្តបានកម្រិតណា
បត់ឈប់បាញ់គ្នាជាបណ្ដោះអាសន្ននោះត្រូវដាក់ទៅលើការផ្អាកការប្រយុទ្ធគ្នានៅគ្រប់សមរភូមិទាំងអស់ទាំងសមរភូមិជួរមុខលើដីនិងសមរភូមិលំហអាកាសនិងផ្ទៃសមុទ្រលទ្ធផលទី3គឺស្នើឲ្យមានការដោះលែងអ្នកទោសការដោះលែងជនស៊ីវិលប្រជាជនអ៊ុយក្រែនកុមារអ៊ុយក្រែនត្រឡប់ពីប្រទេសរុស្ស៊ីវិញហើយអ៊ុយក្រែនក៏ត្រូវធ្វើដូចនេះដែរប្រសិនបើមានអ្នកទោសឆ្លើយសឹករុស្ស៊ីទី4កិច្ចព្រមព្រៀងអំពីមុខជំនួញរ៉ែរបស់រដ្ឋការដូណាល់ត្រាំបើទោះជាស្ថិតនៅក្រៅក្របខ័ណ្ឌឆ្ពោះទៅរកការបិទបញ្ចប់សង្គ្រាមប៉ុន្តែត្រូវបានរាប់បញ្ចូលថាកិច្ចព្រមព្រៀងនេះក៏មានការយល់ព្រមផងដែររវាងភាគីអ៊ុយក្រែននិងភាគីសហរដ្ឋអាមេរិកដែលឈានទៅដល់ការសម្រេចឲ្យមានការដាក់ទុនវិនិយោគរបស់សហរដ្ឋអាមេរិកចូលទៅជីកយករ៉ែសំខាន់ៗនៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនប៉ុន្តែជាមួយនឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដើម្បីឲ្យអ៊ុយក្រែនទទួលបានការវិនិយោគទុននេះអភិវឌ្ឍសេដ្ឋកិច្ចរបស់អ៊ុយក្រែនឡើងវិញនិងទី5ទូនីតិរបស់សហភាពអឺរ៉ុបនៅក្នុងការចរចាភាគីអ៊ុយក្រែនជាអ្នកលើកសំណើដូចនេះនៅក្នុងការចរចាលើកចំពោះមុខភាគីរបស់សហរដ្ឋអាមេរិកបើតាមសារព័ត៌មានគីវប៉ុស្តិ៍ត្រង់ចំណុចនេះគឺសហរដ្ឋអាមេរិកមិនជំទាស់នោះទេសរុបទៅលទ្ធផល5ចំណុចនេះជាពិសេសគឺ4ចំណុចលើកលែងតែកិច្ចព្រមព្រៀងជំនួញរ៉ែតែប៉ុណ្ណោះគឺលទ្ធផលនេះវាត្រូវតែឆ្លងចូលទៅការយល់ព្រមពីរុស្ស៊ីថាតើរុស្ស៊ីយល់ព្រមដែរឬទេយោងតាមលទ្ធផលចេញពីជំនួបអាមេរិកនិងអ៊ុយក្រែននេះអ្នកសង្កេតការណ៍មើលឃើញថាបាល់ស្ថិតនៅក្នុងជើងរបស់កីឡាកររុស្ស៊ីថាតើរុស្ស៊ីទាត់បញ្ចេញបាល់ពីភាគីរបស់ខ្លួនដែរឬទេលោកដូណាល់ត្រាំមើលឃើញដូច្នេះថារុស្ស៊ីជាអ្នកធ្វើសេចក្តីសម្រេចចុងក្រោយថាខ្លួនចង់បានបិទឈប់បាញ់គ្នាតាមសំណើរបស់ភាគីអាមេរិកនិងអ៊ុយក្រែនដែរឬទេសំណើបិទឈប់បាញ់គ្នាដែលស្នើដោយអាមេរិកនិងអ៊ុយក្រែននេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននៃបណ្ដាញផ្សាយព័ត៌មានប្រទេសរុស្ស៊ីបានបង្ហាញនៅចំណុចវិជ្ជមានដ៏ប្រុងប្រយ័ត្នបំផុតនៅគណៈដែលវាមានកម្លាំងបានច្រានចោលរួចទៅហើយចំពោះគំនិតផ្ដួចផ្ដើមទាំងឡាយណាដែលពួកអឺរ៉ុបចូលមកពាក់ព័ន្ធការបញ្ជូនទ័ពរបស់អឺរ៉ុបដើម្បីអនុវត្តបទឈប់បាញ់គ្នានៅលើទឹកដីអ៊ុយក្រែនវាមានកម្លាំងប្រកាសថាវត្តមានទ័ពរបស់អឺរ៉ុបនៅលើទឹកដីអ៊ុយក្រែនវាដូចនឹងទ័ពរបស់ NATO នៅលើទឹកដីអ៊ុយក្រែនគឺมันអាចទទួលយកបាននោះទេប៉ុន្តែនៅក្នុងជំនួបរបស់គណៈប្រតិភូអាមេរិកនិងអ៊ុយក្រែនมันបានលើកឡើងអំពីគំនិតផ្ដួចផ្ដើមរបស់អឺរ៉ុបនោះទេសម្រាប់អឺរ៉ុបគឺប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្ត្រីអង់គ្លេសបានត្រៀមរួចហើយបញ្ជូនទ័ពយ៉ាងតិច 40,000 នាក់ទៅអ៊ុយក្រែនក្នុងក្របខ័ណ្ឌនៃកងរក្សាសន្តិភាពសម្រាប់អ៊ុយក្រែនអឺរ៉ុបបានលើកឡើងដូចនេះដោយបញ្ជាក់ថាខ្លួនគេមិនទុកចិត្តអំពីភាគីរបស់រុស្ស៊ីនោះទេព្រោះភាគីរបស់រុស្ស៊ីតែងតែរំលោភបំពានបទឈប់បាញ់គ្នាដែលធ្លាប់មានការអនុវត្តបទឈប់បាញ់គ្នានេះកាលពីក្នុងឆ្នាំ2022កន្លងមកនេះដែលថារុស្ស៊ីបានបំពានបទឈប់បាញ់គ្នាហើយរុស្ស៊ីបង្កើនកម្លាំងទ័ពវាយសន្ធប់មកលើទឹកដីអ៊ុយក្រែននាងកញ្ញាលោកស្រីកម្មវិធីព្រឹត្តិការណ៍អន្តរជាតិសំខាន់ប្រចាំថ្ងៃបានឈានមកដល់ទីបញ្ចប់ហើយយើងខ្ញុំនឹងមកជួបលោកអ្នកនាងជាថ្មីម្ដងទៀតនាងខ្ញុំសូមអរគុណនិងសូមជម្រាបលា